អស់រយៈពេលប៉ុន្មានថ្ងៃមកនេះមានរូបភាពមួយចំនួនក្នុងបណ្ដាញសង្គមបានបង្ហាញអំពីសំណង់ផ្លូវឆ្លងសមុទ្ររបស់ប្រទេសវៀតណាមរូបភាពនេះហាក់បីដូចជាបង្ហាញផ្លូវឆ្លងសមុទ្រតភ្ជាប់ពីខេត្តពីមឬក៏ហាទៀងនៃខេត្តអានយ៉ាងនៃប្រទេសវៀតណាមឆ្ពោះទៅកាន់កោះត្រល់រូបភាពនេះបានបង្កឲ្យមានការព្រួយបារម្ភថាវៀតណាមអាចកំពុងតែព្យាយាមបិទច្រកចេញចូលសមុទ្រអន្តរជាតិរបស់កម្ពុជាបន្ទាប់ពីកម្ពុជាចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណនដែលចូលនោះក៏ប៉ុន្តែនៅពេលនេះក្រសួងការបរទេសនៃប្រទេសកម្ពុជាបានចេញមកបដិសេធព័ត៌មានចុះផ្សាយនេះទាំងស្រុងក្រសួងបានលើកឡើងថាពុំមានការសាងសង់ផ្លូវឆ្លងសមុទ្ររំលោភលើកិច្ចព្រមព្រៀងឆ្នាំ1982ឡើយអាជ្ញាធរវៀតណាមក៏បានបញ្ជាក់យ៉ាងដូចនេះដែរតាមការពន្យល់របស់ក្រសួងរូបភាពដែលកំពុងតែចែករំលែកនេះគឺជាផ្លូវសាងសង់ពីដីគោកឆ្ពោះទៅកាន់សង្កាត់ហាទៀងទៅកាន់កំពង់ផែពហុបំណងរបស់ទីក្រុងហាទៀងដែលស្ថិតនៅក្នុងទឹកដីនៃប្រទេសវៀតណាមនោះទេទោះជាយ៉ាងណាក៏ដោយកម្រិតចម្ងាយពិតប្រាកដគឺមិនទាន់បានបញ្ជាក់នៅឡើយរូបភាពប៉ុន្មានថ្ងៃមុននេះបានជំរុញឲ្យមានការពិភាក្សាជាច្រើនដោយអ្នកប្រើប្រាស់បណ្ដាញសង្គមខ្មែរមួយចំនួនសន្និដ្ឋានថាប្រសិនបើវៀតណាមពិតជាសាងសង់ផ្លូវភ្ជាប់ទៅកាន់កោះត្រល់នោះអាចឆ្លើយតបទៅនឹងគម្រោងព្រែកជីកហ្វូណនដៃជោរបស់កម្ពុជាដែលនឹងកាត់បន្ថយការពឹងផ្អែកទៅលើកំពង់ផែនៃប្រទេសវៀតណាមបច្ចុប្បន្ននេះក្រសួងការបរទេសបានបញ្ជាក់ថាព័ត៌មានដែលធ្វើការចែករំលែកនៅក្នុងបណ្ដាញសង្គមគឺមិនត្រឹមត្រូវទេនិងមិនមែនជាសំណង់ដែលបិទច្រកសមុទ្ររបស់កម្ពុជាឡើយសូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមគម្រោងសាងសង់ព្រែកជីកហ្វូណនដែលជោគឺមានប្រវែង180គីឡូម៉ែត្រចេញពីភ្នំពេញឆ្ពោះទៅកាន់ខេត្តកែបទន្ទឹមនេះផងដែរមជ្ឈដ្ឋានមួយចំនួនរួមទាំងមានអ្នកការពារបរិស្ថានអ្នកប្រើប្រាស់បណ្ដាញសង្គមព្រមទាំងប្រទេសវៀតណាមផងបានធ្វើការរិះគន់គម្រោងព្រែកជីកហ្វូណនដែលជោនេះក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថាគម្រោងព្រែកជីកហ្វូណនដែលចូលនេះគឺមិនប៉ះពាល់ធ្ងន់ធ្ងរទៅដល់បរិស្ថានឬធ្វើឲ្យប្រែប្រួលបរិមាណទឹកទន្លេហូរចូលទៅកាន់ប្រទេសវៀតណាមនោះទេអ្នកសេដ្ឋកិច្ចមួយចំនួននៅក្នុងប្រទេសកម្ពុជាមានទស្សនៈថាព្រែកជីកហ្វូណនដែលចូលនៅពេលដែលសាងសង់រួចនឹងជួយកាត់បន្ថយការចំណាយទៅលើថ្លៃដឹកជញ្ជូនតាមផ្លូវទឹករបស់នាវាចេញចូលពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់លំហសមុទ្រអន្តរជាតិដោយមិនចាំបាច់ឆ្លងកាត់និងកម្រាយជើងសារនៅកំពង់ផែវៀតណាមទីក្រុងព្រៃនគរហើយកត្តានេះហើយដែលធ្វើឲ្យភាគីវៀតណាមមិនសូវសប្បាយចិត្តនោះនៅក្នុងសេចក្តីប្រកាសបំភ្លឺដែលចេញផ្សាយនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានដឹងថាមានការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមថ្មីនេះថាវៀតណាមកំពុងតែអនុវត្តនៅគម្រោងសាងសង់ផ្លូវកាត់សមុទ្រពីកោះទៀនហៃនៃខេត្តអាងយ៉ាងទៅកាន់កោះហ្វូកុកដែលហៅថាកោះត្រល់ផ្ទុយនឹងកិច្ចព្រមព្រៀងដែនសមុទ្រប្រវត្តិសាស្ត្រកម្ពុជាវៀតណាមក្នុងឆ្នាំ1982ក្រសួងការបរទេសបានបញ្ជាក់ថាតាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជានិងព័ត៌មានដែលផ្ដល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដោយមានការផ្សព្វផ្សាយលើបណ្ដាញសង្គមនោះទេសេចក្តីថ្លែងការណ៍បានដឹងបន្តថារូបភាពសំណង់ផ្លូវកាត់សមុទ្រដែលឃើញផ្សព្វផ្សាយលើបណ្ដាញសង្គមនេះគឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀងខេត្តអាងយ៉ាងទៅកាន់កំពង់ផែពហុបំណងនៃទីក្រុងហាទៀងដែលស្ថិតនៅក្នុងទឹកដីនៃប្រទេសវៀតណាមនោះទេក្រសួងបានបញ្ជាក់ថាការផ្សព្វផ្សាយព័ត៌មានមិនពិតគឺអាចបង្កឲ្យមានការយល់ច្រឡំពីសាធារណជននិងប្រឈមនឹងហានិភ័យនៃផលប៉ះពាល់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងវៀតណាមក្រសួងបានជំរុញឲ្យសាធារណជននិងអ្នកប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គមជៀសវាងការចែករំលែកការអះអាងមិនបានផ្ទៀងផ្ទាត់ដែលបង្កឲ្យមានភាពរសើបឆ្លងដែនសេចក្តីថ្លែងការណ៍បានបន្តថាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមស្នើឲ្យមានការបញ្ឈប់ចែកចាយព័ត៌មានដែលខុសពីការពិតដែលបង្កឲ្យមានការយល់ខុសនិងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម